លោកត្រាំគម្រាមវាយអ៊ីរ៉ង់ខ្លាំងឡើងខណៈគោលបំណងស្នូលក្នុងសង្គ្រាមជិតសម្រេចអស់ហើយនៅក្នុងសន្និសីទកថាពិសេសកាលពីថ្ងៃពុធមេសាប្រធានថាបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំងក្លាបំផុតក្នុងរយៈពេល2ទៅ3សប្តាហ៍ខាងមុខហើយនឹងកំទេចអ៊ីរ៉ង់ឲ្យវិលទៅរកយុគសម័យថ្មវិញដោយអះអាងថាគោលបំណងយុទ្ធសាស្ត្រស្នូលរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងសង្គ្រាមអ៊ីរ៉ង់ជិតបានសម្រេចអស់ហើយនៅក្នុងសន្និសីទកថាដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិរបស់លោកត្រាំបានថ្លែងថាសហរដ្ឋអាមេរិកនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្លាបំផុតក្នុងរយៈពេលទៅ2-3សប្តាហ៍ខាងមុខអាមេរិកនឹងនាំពួកគេវិលទៅត្រឡប់យុគសម័យថ្មវិញលោកបាននិយាយថាគោលបំណងយុទ្ធសាស្ត្រស្នូលជិតបានបំពេញអស់ហើយរបាយការណ៍សេវីមានបានដឹងថានៅក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានថាបតីលោកដូណាល់ត្រាំយោធាអាមេរិកកំពុងតែអនុវត្តបេសកកម្មនៅអ៊ីរ៉ង់ប្រកបទៅដោយអំណាចនិងភាពជាក់លាក់ដែលមិនអាចព្រៀបផ្ទឹមបានរបាយការណ៍បានបន្តថាចាត់តាំងពីថ្ងៃដំបូងមកគោលបំណងក្នុងសង្គ្រាមនេះគឺច្បាស់លាស់មិនរង្គូរង្គើពលគឺដើម្បីបំផ្លាញឃ្លាំងអាវុធមីស៊ីលប៉ាឡេស្ទិកនិងសមត្ថភាពផលិតរបស់អ៊ីរ៉ង់បំផ្លាញកងទ័ពជើងទឹករបស់អ៊ីរ៉ង់ការផ្ដាច់ការគ្រប់គ្រងរបស់ទីក្រុងតេអ៊ីរ៉ង់ចំពោះបណ្ដាញភេរវករនិងធានាថារដ្ឋដែលឧបត្ថម្ភភេរវកម្មឈានមុខគេរបស់ពិភពលោកមួយនេះមិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាត